ទឹកតៅហ៊ូរូបមន្តប្រចាំផ្ទះខ្ញុំអ្នកនរគ្នាសម្រាប់ទឹកតៅហ៊ូនេះគឺដំបូងយើងយកតៅហ៊ូយកមកតាប់វាឲ្យម៉ត់ចឹងណាអ្នកនរគ្នាហើយបន្ទាប់មកគឺយើងយកទៅច្រោះវាដើម្បីឲ្យវាហ្នឹងម៉ត់ល្អចឹងណាហើយសម្រាប់ម្ទេសហើយខ្ទឹមវិញគឺខ្ទឹមខ្ញុំដាក់តែ5កាពឹសឯអ្នកនរគ្នាម្ទេសខ្ញុំដាក់តែ3ផ្លែដោយសារតែអ្នកទាំងសូវចេះហិលហ៎ចាឥឡូវយើងមកមើលពីរបៀបលាយវិញម្ដងសម្រាប់ទឹកតៅហ៊ូនេះគឺខ្ញុំថែមជាមួយទឹកក្តៅបន្តិចឯងដោយសារខ្ញុំភ្លេចថតចឹងណាអ្នកនរគ្នាខ្ញុំថែមជាមួយទឹកក្តៅបន្តិចទៅកុំឲ្យវារាវពេកមកល្មមបានហើយព្រោះយើងនៅថែមគ្រឿងផ្សេងទៀតចឹងណាអានេះខ្ញុំដាក់ស្ករត្នោតចូលមកសភាហើយលូជាមួយនឹងម្សៅស៊ុបមិនកូនសភាអំបិលបន្តិចហើយនឹងប៊ីចេងគឺខ្ញុំដាក់បន្តិចដែរអ្នកនរគ្នាទឹកត្រីប្រហែលជា2សភាអីដែរហើយខ្ញុំដាក់ខ្ទឹមដាក់អីហ្នឹងចូលគ្នាហើយចឹងណាអ្នកនរគ្នាហើយអ្នកនរគ្នាកុំភ្លេចច្បាច់ក្រូចឆ្មាមួយចំណិត2ចំណិតផងទៅតាមចំណង់ចំណូលចិត្តប្រៃផ្អែមអីចឹងអ្នកនរគ្នាចូលចិត្តចឹងណាហើយដាក់ជាមួយនឹងទឹកដោះគោខាប់ប្រហែលជា2សភាហើយនឹងទឹកដោះគោស្រស់ខ្ញុំដាក់3សភាអ្នកនរគ្នាពេលដែលយើងដាក់ចឹងទៅគឺវាឆ្ងាញ់ហ្មងណាហើយជាមួយទឹកតៅហ៊ូរបស់យើងញ៉ាំទៅគឺ the best